បើសិនជាយើងនិយាយទៅដល់ Monkey D Dragon យើងប្រកាសជាដឹងថាគាត់គឺជាមនុស្សម្នាក់ដែលដឹកនាំក្រុមបដិវត្ត Revolutionary Army គាត់ក៏ជាមនុស្សតែម្នាក់គត់ដែលមានបំណងចង់ take down ដោយផ្ទាល់ទៅជាមួយនឹង World Government ដែលខុសពីក្រុម Pirate ផ្សេងដែលព្យាយាមរត់គេចពី World Government អញ្ចឹងចំណុចទាំងអស់ហ្នឹងឯងដែលធ្វើឲ្យគាត់ខ្លាចជាតួអង្គម្នាក់ដែលគួរឲ្យចាប់អារម្មណ៍ហើយមានអាចកម្លាំងច្រើនមែនទែនដែលតាក់ទងទៅជាមួយនឹងធម្មពលឬក៏សាវតានៅពីក្រោយខ្លួនរបស់គាត់អញ្ចឹងបើសិនជាចង់ដឹងឲ្យកាន់តែច្បាស់តោះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃហ្នឹងគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹង Anime Story KH ដែលយើងនិយាយតាក់ទងអំពីព្រឹត្តិការណ៍សំខាន់ៗឬក៏ហេតុការណ៍សំខាន់ៗដែលកើតឡើងនៅក្នុងពិភព Anime ទាំងមូលហើយ topic ហ្នឹងគឺយើងនិយាយអំពីតួអង្គ Monkey D Dragon ហើយដោយដែលអ្នកខ្ញុំបានដឹងចឹងថាតួអង្គ Monkey D Dragonគាត់គឺជាឪពុករបស់ Monkey D Luffy ហើយក៏ត្រូវជាកូនប្រុសរបស់ Monkey D Garp ហើយសម្រាប់ Dragon សម្រាប់ Parent របស់គាត់គឺបានបង្ហាញខ្លួនដំបូងបំផុតនៅក្នុង Anime episode ទី52ដែលពេលហ្នឹងគឺគាត់បានបង្ហាញខ្លួនដើម្បីជួយ Luffy ពី Smoker នៅ Island Town គឺជាកន្លែងដែលធ្វើការ execute ទៅលើ King of Pirate Goldie Roger ហើយដូចយើងបានដឹងចឹងថា Dragon គាត់គឺជា leader គឺជាអ្នកដឹកនាំនៅក្នុង Revolutionary Army បានន័យថាក្រុមរបស់គាត់ហ្នឹងមិនមែនជាចៅសមុទ្រមិនមែនជា Pirate ទេគឺជាក្រុមបដិវត្តមួយដែលធ្វើការប្រឆាំងផ្ទាល់ទៅជាមួយនឹង World Government ហើយដោយសារតែចំណុចកន្លែងហ្នឹងឯងគឺធ្វើឲ្យមនុស្សទាំងអស់គ្នាហ្នឹងមានការងើយឆ្ងល់ទៅលើ power គាត់ជាខ្លាំងថាតើ power គាត់ហ្នឹងខ្លាំងដល់កម្រិតណាខ្លាំងជាង Shang ខ្លាំងជាង Garp ឬក៏ខ្លាំងជាង Rock D Saber ទៅទៀតហើយសម្រាប់ថាអំពើដំបូងបំផុតរបស់គាត់ដែលគាត់បានបង្ហាញពេលដែលនៅ Lodge Town ហ្នឹងគឺគាត់អាចបញ្ជាទៅលើអាកាសធាតុបែរថាពេលដែល Buggy រៀបនឹងបហាជីវិតទៅលើ Luffy ហ្នឹងគឺគាត់បង្កើតជារន្ទះមួយបាញ់ដើម្បីបង្អាក់ដំណាក់នៅពេលដែល Buggy ហ្នឹងត្រៀមយកដៃកាប់ទៅលើ Luffy ហើយធ្វើឲ្យកន្លែង execute ហ្នឹងគឺបាក់ខ្ទេចមកក្រោមតែម្ដងហើយពេលហ្នឹង Luffy បានសោកថាគាត់បានរួចផុតពីគ្រោះថ្នាក់ដោយសារ Miracle បែរថាដោយសារសំណាងក៏ប៉ុន្តែគាត់ដឹងថា Dragon គឺជាអ្នកជួយគាត់ទេធ្វើឲ្យយើងទីដឹងថាថាពលរបស់គាត់គឺគាត់អាចបញ្ជាទៅលើអាកាសធាតុបានមិនថាទឹកមិនថាខ្យល់ឬក៏បង្កើតជាភ្លៀងអីចឹងទៅអាហ្នឹងសម្រាប់អ្វីដែល fan គាត់ prediction ឲ្យគាត់ទស្សន៍ទីលើថាពលរបស់គាត់ហើយសំណួរមួយទៀតបើសិនជាយើងសួរថា Dragon គាត់អាចនឹងមានថាពល Devil Fruit ឬអត់សម្រាប់ចំណុចកន្លែងហ្នឹងគឺមានមតិជាច្រើនបាននិយាយថា Dragon គាត់មានជាមួយនឹងថាពល Devil Fruit យ៉ាងខ្លាំងហើយសម្រាប់ Devil Fruit ដែលគេបានដាក់ឲ្យគាត់គឺច្រើនប្រភេទមែនតើមិនដឹងថាមួយណាច្បាស់ទេហើយសម្រាប់ Devil Fruit ដែលគេបានដាក់ឲ្យគាត់គឺគេដាក់ថាគាត់មានជាមួយនឹង Legendary Devil Fruit មួយដែលមានឈ្មោះថា Hitonomi ដែលមានឈ្មោះស្តៀងទៅជាមួយ Devil Fruit របស់ Sengoku ក៏ដូចជា Luffy ដែរក៏ប៉ុន្តែ model Zeus ដោយដែលអ្នកទាំងខ្ញុំបានដឹងថា Luffy គាត់ model God Nika អញ្ចឹង Dragon គាត់ប្រកាសជា model Zeus ហើយ Zeus គឺជាតួអង្គមួយដែលមានថាពលខ្លាំងបំផុតបើសិនជាយើងធ្លាប់លេងហ្គេមឬក៏មើលជាមួយនឹងហ្គេម God of War យើងប្រកាសជាដឹងថាតួអង្គ Zeus ហ្នឹងយ៉ាងម៉េចហើយបើសិនជាយើងនិយាយទៅដល់ពាក្យចចាមអារ៉ាមផ្សេងទៀតគេក៏បាននិយាយថា Dragon គាត់មានជាមួយនឹងថាពល Devil Fruit ប្រភេទ Zone Type ផ្សេងទៀតដែលធ្វើឲ្យគាត់ transform ខ្លួនរបស់គាត់ហ្នឹងទៅជានាគព្រោះដោយសារតែយើងគិតទៅឈ្មោះគាត់គឺ Dragon អញ្ចឹង Dragon គឺជានាគអញ្ចឹងគេ prediction ថាគាត់អាចនឹង transform ទៅជានាគដែលស្តៀងទៅជាមួយនឹង Momo ឬក៏ Kaido អីចឹងទៅប៉ុន្តែនាគគាត់ប្រភេទមិនគឺគេអត់ទាន់ដឹងទេហើយបើសិនជាមើលតាមរូបដែលលេចនៅក្នុងអ៊ីនធឺណិតវិញនាគរបស់គាត់ចេញមកពណ៌បៃតងឯណាមើលមកដូចនាគចេញពី Dragon Ball មកចឹងអ្នកនរគ្នាហើយថាពលរបស់គាត់ហ្នឹងមិនមែនត្រឹមមានតែប៉ុណ្្នឹងទេគឺគេបានទូទីថាគាត់មានជាមួយនឹង Haki ទាំង3ប្រភេទតែម្ដងគឺ Observation Haki Armament Haki ជាមួយនឹង Conqueror Haki ដែលជា Haki មួយដែលខ្លាំងបំផុតក្នុងចំណោម Haki ទាំង3ហ្នឹងហើយ Conqueror Haki នេះផងដែរគឺជា Haki មួយដែលកម្រសឹងតែថាក្នុងចំណោមមនុស្ស1លាននាក់គឺមានតែម្នាក់ទេដែលអាចមាន Haki ហ្នឹងហើយសម្រាប់ Haki របស់ Dragon ហ្នឹងមិនមែនជាប្រភេទ basic ទៀតគេទូទីថាប្រភេទ Haki គាត់ទាំង3ហ្នឹងគឺសុទ្ធតែជាប្រភេទ Advanced មកថាគឺជា Haki កម្រិតខ្ពស់ហើយសម្រាប់ជាមួយនឹងថាអំពើចុងក្រោយរបស់គាត់គឺគាត់ចេះជាមួយនឹងក្បាច់ Ryosoken ដែល Ryosoken ហ្នឹងខ្ញុំមិនដឹងអានឈ្មោះវាត្រូវខុសទេព្រោះដោយសារតែ Ryosoken គឺយើងបានឃើញជាមួយនឹង Sabo ប្រើក្បាច់ហ្នឹងនៅឯ Dressrosa ក្បាច់ហ្នឹង Sabo បានធ្វើដៃរបស់គាត់ទៅជាកញ្ញាំដាក់ស្តៀងទៅជាមួយនឹងកញ្ញាំនេះហើយខ្វាច់ទៅលើគូសត្រូវហើយ Ryosoken ហ្នឹងត្រូវបានគេឲ្យឈ្មោះថា Dragon Claw គឺជាក្បាច់កញ្ញាំនេះហើយសួរថា Sabo ចេះក្បាច់មកពីណាគឺ Dragon ជាអ្នកបង្រៀនគាត់អញ្ចឹងវាកាន់តែចម្លែកទៀតហើយអញ្ចឹងបានថា Dragon គាត់ចេះជាមួយនឹងក្បាច់ហ្នឹងហើយសួរថាគាត់ចេះក្បាច់មកពីណាក៏យើងអត់ទាន់ដឹងដែរអញ្ចឹងនិយាយអ្នកនរគ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេដែលតាក់ទងជាមួយនឹង Monkey D Dragon អញ្ចឹងបើសិនជាមាន information ឬក៏ព
ព័ត៌មានដែលអាប់ដេតពីគាត់គឺខ្ញុំធ្វើការបកស្រាយជាមួយនឹងវីដេអូក្រោយៗទៀតហើយបើសិនជាអ្នកទាំងអស់គ្នាមានគំនិតឬក៏យោបល់អីតាក់ទងជាមួយនឹង Monkey D Dragon គឺអាចខមមិនខាងក្រោមបានព្រោះខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាមានគំនិតផ្សេងក្រៅពីខ្ញុំហីព្រោះដោយសារតួអង្គមួយហ្នឹងគឺអាចកំបាំងជាច្រើនដែលត្រូវបានគេ prediction ទៅលើគាត់អញ្ចឹងយេបាយបាយជួបគ្នាវីដេអូក្រោយជាមួយនឹងវីដេអូថ្មី